បាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបណ្ដាលគុណខ្មែរបាទកាលពីថ្ងៃមុនខ្ញុំបានចេញវីដេអូមួយដោយបាននិយាយថានៅថ្ងៃបុណ្យរំទូកខាងមុខបាទកេនស្បើកត្រៀមរៀបចំព្រឹត្តិការណ៍គុណខ្មែរបាទក្នុងថ្ងៃបុណ្យរំទូកតែម្ដងបាទឥឡូវនេះចេញមកហើយបងប្អូនបាទគឺមានកម្មវិធីគុណខ្មែរ XUSA ផងបាទហើយក៏មានកម្មវិធី 8Men Tournament បាទដែលធីរ៉ាគាត់ចូលរួមប្រកួតប្រជែងម្ដងទៀតបងប្អូនបាទសូមរំលឹកថាការចូលរួមប្រកួតប្រជែងក្នុងកម្មវិធី 8Men Tournament នេះគឺជាលើកទី3របស់ធីរ៉ាហើយបងប្អូនដោយលើកទី1គាត់ប្រកួតប្រជែងដណ្ដើមខ្សែក្រវ៉ាត់បាទកាលនោះ Gainsbourg ក៏បានផ្ដល់រង្វាន់ធំទៅដល់ធីរ៉ានៅពេលដែលគាត់បានទទួលខ្សែក្រវ៉ាត់ 8Men នេះគឺឡានខ្លាញ់គោបងប្អូនបាទហើយរដូវកាលទី2បាទ Gainsbourg ក៏បានផ្ដល់រង្វាន់ធំឲ្យធីរ៉ាដែរដោយគាត់បានយកឈ្នះបាទខ្សែក្រវ៉ាត់ក៏ទទួលបានផ្ទះវីឡាកូនកាត់មួយល្វែងបងប្អូនបាទឥឡូវនេះចូលដល់រដូវកាលទី3សម្រាប់គាត់ទៀតហើយបងប្អូនបាទរង្វាន់ធំដូចជាដាក់នេះបងប្អូនមាសតែម្ដងបងប្អូនមាសគីឡូបាទឥឡូវបងប្អូនចាំតាមដានជាបន្តទៀតថាវត្តមានរបស់បេក្ខភាពដែលចូលរួមប្រកួតប្រជែងក្នុងកម្មវិធី 8Men Tournament បាទក្នុងថ្ងៃបុណ្យរំទូកខាងមុខនេះគឺមកពីបណ្ដាប្រទេសណាខ្លះបងប្អូនបាទដូចជាកាលពីរដូវកាលទី1បាទ8ប្រទេសផ្សេងគ្នារដូវកាលទី2ក៏8ប្រទេសផ្សេងគ្នាដែរបងប្អូនចាំមើលថារដូវកាលទី3នេះមានប៉ុន្មានប្រទេសហើយមកពីប្រទេសណាខ្លះបងប្អូនហើយជាកីឡាករដែលមានសមត្ថភាពកម្រិតណាបងប្អូនយើងចាប់តាមដានបន្តទៀតណាបងប្អូនប៉ុន្តែរំលឹកថាមាន2ព្រឹត្តិការណ៍បងប្អូនគឺគុណខ្មែរ XUSA មួយបាទនិង 8Men Tournament ដែលវត្តមានរបស់ធីរ៉ាចូលរួមក្នុងការប្រកួតប្រជែងតែម្ដងបងប្អូនបាទអញ្ចឹងចាំតាមដានជាបន្តទៀតទាំងអស់គ្នាបងប្អូនបាទសូមអរគុណ